ការ config ម៉ៃក្រូតិចដែលលោកគ្រូគាត់បានដាក់ឲ្យកុំឲ្យចាំយូរជាដំបូងយើងចូលទៅកាន់ new ហើយយើងដាក់ឈ្មោះទៅជា IT department ហើយយើងចុច apply ហើយចុច OK ហើយបន្ទាប់មកចុច new ដដែលហើយបដូរវាទៅជា accounting ចុច apply ហើយចុច OK ចូលមកដល់ step ទី 2 គឺការដាក់ port ទៅលើ break ចូលទៅពាក្យ port យើងមកយើងចុច new រួចហើយជ្រើសយក enter 2សម្រាប់ break គឺបានត្រឹមត្រូវហើយយើងចុច apply ហើយចុច OK ហើយបន្ទាប់មកយើងចុចទៅកាន់ new ហើយយើងយក enter 3ហើយសម្រាប់ break គឺនៅដដែលហើយយើងបន្ទាប់មកយើងចុច apply វាហើយចុច OK យើងចុច new ម្ដងទៀតហើយយើងចុច enter 4ហើយ IT department នេះយើងបដូរវាទៅជា accounting ចុច apply OK បន្ទាប់មកចុច new យើងចុច enter 5ម្ដងហើយយើងផ្លាស់ប្ដូរ break នេះជា accounting ហើយ apply វាទៅហើយ OK step ទី 3 យើងចូលម្ដងការដាក់ IP address ទៅលើ break មួយម្ដងយើងចូលទៅកាន់ IP ជ្រើសយក address រួចហើយយើងយកពាក្យ new បន្ទាប់មក interface យើងជ្រើសយក IT department ហើយសម្រាប់ address នេះយើងវាយទៅតាមលោកគ្រូគាត់បានដាក់ឲ្យប៉ុណ្នេះមកគឺរួចរាល់ហើយសម្រាប់ comment វាយើងគ្រាន់តែដាក់ពាក្យថា IT គឺរួចរាល់ apply វាហើយ OK មកបន្ទាប់មកយើងចូលទៅកាន់ new ដាក់ interface ហ្នឹងទៅជា accounting address ហ្នឹងយើងដាក់តាមលោកគ្រូដដែលមក comment ហ្នឹងយើងដាក់ ACC មក apply OK ចូលមកដល់ step ទី 4 យើងចូលទៅកាន់ HSCP server ហើយយើងចូលទៅកាន់ IP HSCP server ហើយចូលទៅកាន់ HSCP setup ហើយយើងចូលទៅកាន់ DHCP server interface យើងជ្រើសរើសយក IT department បន្ទាប់មកយើងចុច next ហើយវានឹងចេញ address space ហើយយើងចុច next បន្តទៀតចុច next ដដែលហើយនៅកន្លែង address to give out នេះលោកគ្រូគាត់បានឲ្យ IP exclude បន្ទាប់មកយើងចុច next ហើយចំណែក DNS server នេះលោកគ្រូគាត់បានឲ្យ8 4 ដងយើងចុច next វាមករួចរាល់យើងចូល timeless នេះលោកគ្រូគាត់បានឲ្យរយៈពេលរបស់យើងគឺចំនួន3ម៉ោងចុចមកហើយចុច next បន្ទាប់មកចុច DHCP setup ហើយកន្លែង enter យើងចុច accounting ម្ដងចុច OK យើងចុច next ទៀតមករហូតដល់ address to give up នេះហើយសម្រាប់ IP exclude ហ្នឹងយើងផ្លាស់ប្ដូរវាមកហើយចុច next បន្ទាប់មកកន្លែង DNS server នេះយើងដូរដាក់លេខ8 4 ខ្ទង់ដដែលបន្ទាប់មកចុច next ហើយយើងដាក់3ម៉ោងដូចគ្នាអូខេហើយយើងចូលទៅកាន់ internet យើងដាក់ disable វាមកបន្ទាប់មកដាក់ enable វិញហើយសូមប្រើរយៈពេលបន្តិចរងចាំដើម្បីធ្វើការតេស្តមើលចង់ដឹងថាវាដើរឬក៏អត់យើងចុច start to វាមកចុច detail នៅកន្លែងនេះហើយ close នេះហើយវាលោតឡើងតាមនឹង
IP config ហើយ enter វាមកហើយយើងបានប៉ុណ្ណេះសម្រាប់ការធ្វើបទបង្ហាញរបស់ខ្ញុំមានតែប៉ុណ្នេះទេហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់មើល